ជ្រាបសួរគ្រូខ្ញុំមកធ្វើការបង្ហាញទាក់ទងនឹងការ install web server ជាមួយនឹង Laravel ដំបូងខ្ញុំមកសូមលោកគ្រូទាក់ទងនឹងfile resource របស់ Laravel នេះគឺជា resource ដែលខ្ញុំបាន install បន្តមកទៀតខ្ញុំធ្វើការ install PHP ហើយនេះគឺជា version របស់ PHP បន្តមកទៀតខ្ញុំធ្វើការតាក់ទងនឹង run ជាមួយនឹង service នេះគឺ active Apache 2ហើយខ្ញុំនឹងធ្វើការបង្ហាញ site បន្តមកទៀតខ្ញុំធ្វើការបង្ហាញបង្កើត site និងខ្ញុំនឹងបង្ហាញ site ឲ្យលោកគ្រូនេះគឺជា comment ហើយ password នេះគឺជា site របស់ខ្ញុំដែលមានឈ្មោះថា laravel.local អញ្ចឹងខ្ញុំនឹងធ្វើការទៅកាន់ browser នេះគឺជា Laravel របស់ខ្ញុំគឺបានជោគជ័យហើយខ្ញុំធ្វើការ refresh វានេះអញ្ចឹងការបង្ហាញទាក់ទងនឹងការ install package management web ហើយនឹងជាមួយនឹង Laravel បានបញ្ចប់